អរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកជួបយាយយើងនៅព្រឹកនេះដែរយាយយើងមានតម្រុយថ្មីសម្រាប់ពុកម៉ែបងប្អូនទស្សនានឹងមើលកំសាន្តលេងសម្រាប់ថ្ងៃទី17ខែ5 2025តម្រុយរបស់យាយគឺមានប៉ុណ្ណឹងហើយយាយក៏មានសបិនយាយជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តដូចគ្នាតែមុននឹងនិយាយសបិនយាយក៏សូមពឹងពុកម៉ែបងប្អូនដែលចូលរួមទស្សនាទាំងអស់គ្នានេះកុំភ្លេចជួយចុចពាក្យ like ជា Subscribe ឬកណ្ដឹងឲ្យ Channel យាយម្នាក់មួយផងបងណាដើម្បីទទួលបានវីដេអូក្រោយៗក៏ដូចជាពុកម៉ែបងប្អូនចង់បានតម្រុយតាមម៉ោងចង់បានអ្នកកត់អីកុំភ្លេចចុច link ដែលយាយដាក់លើ comment ហ្នឹងទៅនឹងជួបក្រុមការងារយើងណាហើយតម្រុយតាមម៉ោងក៏ចូលហើយតម្រុយយាយមួយសងមិញក៏ចូលចាចូលទាំងអស់តែម្ដងណាតោះចឹងពុកម៉ែបងប្អូនចូលមកស្ដាប់សបិនយាយយប់មិញនេះយាយសបិនឃើញយាយនឹងអោបត្រីឡាប់យ៉ាមួយបកហមណាចាអោបត្រីឡាប់យ៉ាមួយហ្នឹងប៉ុន្តែដើររកទិញត្រីផ្សេងទៀតចាប៉ុន្តែមើលអត់ត្រូវណាមើលអត់ត្រូវថៃផ្សេងហ្នឹងមើលទៅវាខ្លះសេឡើងស្លេកអញ្ចឹងយាយអត់ទិញទេយាយអោបទៅថៃហ្នឹងមួយដើរចារួចមកវគ្គទៀតសបិនឃើញមនុស្សប្រុសហ្នឹងបេះក្រូចឆ្មាធំណាឲ្យយាយ4ផ្លែដាក់លើបាតដៃគាត់ចាដាក់លើបាតដៃគាត់ណាចាមើលប្រុសបេះក្រូចឆ្មា4ផ្លែហ្នឹងហើយអញ្ចឹងយាយក៏កាត់យក38 31 34 04 05 831 504 361អស់30និងអស់ស្រអញ្ចឹងពុកម៉ែបងប្អូនចេះកាត់លេខអីក៏យកតាមហ្នឹងទៅណាចាហើយក៏ជូនពរហេងស្នាងល្អទាំងអស់គ្នាអញ្ចឹងវីដេអូយាយក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ